ចំណុចមួយដែលខ្ញុំចង់ប្រាប់បងក៏ដូចជាគ្នាយើងទាំងអស់គ្នានៅពេលដែលយើងមានអារម្មណ៍ថាញ័រភ័យអត់មានទំនុកចិត្តពេលឡើងនិយាយចំណុចមួយនេះខ្ញុំចង់ប្រាប់ថាវាជាធម្មជាតិនៃមនុស្សភាគច្រើននៅពេលណាដែលគាត់ឡើងនិយាយបើគាត់ជាគាត់នឹងមានអារម្មណ៍ថាភ័យនឹងដូចជាខ្ញុំជាដើមខ្ញុំចាំបាននៅពេលដែលខ្ញុំឡើងកម្មវិធី TEDx កាលពី2018សួរថាខ្ញុំភ័យអត់គឺភ័យព្រោះវាជាបទពិសោធន៍ដំបូងដែលឲ្យខ្ញុំឡើងនិយាយតាក់ទងទៅនឹងកម្មវិធីធំមួយហ្នឹងតែត្រឡប់ទៅវិញខ្ញុំអត់បានទៅបដោតទៅលើជ្រុងមួយដែលខ្ញុំធ្វើអត់បានឬក៏ភ័យទេខ្ញុំបានចោះបដោតទៅលើជ្រុងមួយដែលខ្ញុំអាចផ្ដល់កម្លាំងចិត្តជំរុញខ្លួនឯងបន្តទៅមុខទៀតចឹងត្រឡប់ទៅវិញពេលដែលយើងឡើងទៅភ័យអារម្មណ៍ថាអត់ស្រួលខ្លួនហ្នឹងជាធម្មជាតិនៃមនុស្សភាគច្រើនខ្ញុំចង់ឲ្យអ្នកទាំងគ្នាទៅរៀនទទួលស្គាល់ហើយឲ្យយល់ពីចំណុចហ្នឹងចំណុចសំខាន់ស្វែងរកឱកាសឲ្យខ្លួនឯងអនុវត្តឲ្យបានច្រើនដង